ជនជាតិចិនមួយចំនួនសម្រាប់ចិត្តបញ្ជូនកូនចេញពីជីវិតសុខស្រួលក្នុងទីក្រុងទៅរស់នៅជនបទដោយគ្មានទូរស័ព្ទនិងអ៊ីនធឺណិតហើយត្រូវកាប់អូសជីកដំឡូងចិញ្ចឹមសត្វនិងដាំបន្លែដើម្បីឲ្យពួកគេស្គាល់ការលំបាកតម្លៃនៃការងារនិងប្រាក់ដែលឪពុកម្ដាយរកបានកម្មវិធីនេះមានឈ្មោះថាជំរំលំបាករដូវក្តៅដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសចិនកាសែត South China Morning Post រាយការណ៍នៅថ្ងៃទី20ខែសីហាឆ្នាំ2026ថាជំរំប្រភេទនេះមាននៅស៊ីឈ្វាន់កួងជូវនិងយូណានហើយមានឪពុកម្ដាយជាច្រើនត្រូវរងចាំជួរដើម្បីចុះឈ្មោះបញ្ជូនកូនទៅទីនោះនៅពេលវិស្មកាលកុមារភាគច្រើនអាយុចាប់ពី7ឆ្នាំឡើងទៅដល់ជំរំនេះកុមារត្រូវកាត់ផ្តាច់ពីទូរស័ព្ទនិងអ៊ីនធឺណិតស្នាក់នៅជាមួយគ្រួសារកសិករក្នុងតំបន់ហើយក្រោកពីព្រឹកជីកដំឡូងដឹកអូសចិញ្ចឹមសត្វនិងយកកសិផលដែលខ្លួនរកបានទៅលក់ការងាររបស់ពួកគេត្រូវបដូរជាពិន្ទុដើម្បីយកទៅបដូររបស់របរប្រើប្រាស់ប្រចាំថ្ងៃដោយមិនមែនគ្រាន់តែជាការសម្ដែងទេការងារខ្លះពិបាករហូតធ្វើឲ្យកុមារយំអ្នករៀបចំជំរំមួយនិយាយថាការដឹកដំឡូងទៅលក់អាចត្រូវដើររហូតដល់3ម៉ោងកុមារដែលមិនបំពេញការងារតាមកំណត់នៅក្នុងកម្មវិធីខ្លះអាចទទួលបានត្រឹមដំឡូងស្ងោរជាអាហារទោះយ៉ាងណាអ្នករៀបចំអះអាងថាក៏មានពេលសម្រាកនិងសកម្មភាពកម្សាន្តផងដែរយោងតាមកាសែតចិន Cover News ការចូលរៀនក្នុងជំរំលំបាកនេះ10ថ្ងៃមានតម្លៃប្រហែល$700ឬ$1400សម្រាប់រយៈពេល1ខែលោកកៅឪពុកម្នាក់នៅក្នុងទីក្រុងឈឹងទូបានប្រាប់ Cover News ថាកូនស្រីរបស់លោកដែលកំពុងរៀនថ្នាក់ទី7ចំណាយពេលច្រើនលើទូរស័ព្ទនិងរស់នៅគ្មានរបៀបរៀបរយក្នុងអំឡុងវិស្មកាលក្រោយចូលជំរំនេះកូនស្រីរបស់លោកចាប់ផ្ដើមបដូរទម្លាប់ប៉ុន្តែមានឪពុកម្ដាយខ្លះទៀតថាកូនរបស់ពួកគេមិនបដូរទេតែយ៉ាងណានេះក៏ជាបទពិសោធន៍មានតម្លៃអ្នកជំនាញអប់រំចិនព្រមានកុំឲ្យឪពុកម្ដាយរំពឹងថាការលំបាកត្រឹមរយៈពេល10ថ្ងៃអាចផ្លាស់ប្ដូរកូនបានទាំងស្រុងអ្នកស្រីយូវិនជុនគ្រូបង្រៀននៅក្នុងទីក្រុងឈឹងទូបានប្រាប់ Cover News ថាការលំបាកមិនស្មើនឹងការអប់រំនោះទេអ្នកស្រីបន្ថែមថាចំពោះកុមារតូចការងារធ្ងន់ពេកក៏អាចធ្វើឲ្យពួកគេមានទស្សនៈអវិជ្ជមានចំពោះការងារទៅវិញខ្ញុំរស់សុធាពី News Today NTTV